អត់ដែលដឹងសោះថានៅក្នុងបរិយាពេញហួតបឹងស្នោមានហាងបាយឆ្ងាញ់លាក់ខ្លួនសំខាន់លាក់ខ្លួនមកឡើងយូរឆ្នាំសម្រាប់ហាងបាយមួយកន្លែងនេះអាចចាត់ទុកបានថាជាផ្ទះនៃក្តីស្រឡាញ់ហើយព្រោះដោយសារតែគាត់គិតគូរមែនតើទាំងគុណភាពរសជាតិក៏ដូចជាអនាម័យមិនថាតែសាច់ឬមួយក៏អង្ករទេគឺគាត់គិតគូរបានល្អិតល្អន់ណាសឹងតែថាពេលខ្លះយើងញ៉ាំខ្លួនឯងគិតគូរអត់ទាន់បានដល់គាត់ផងសម្រាប់ហាងដែល Two Sister ទៅនេះគឺមានឈ្មោះថាផ្ទះបាយចែកធុចនៅក្នុងបរិយាពេញហួតបឹងស្នោស្ថិតនៅក្នុងគម្រោងទី7ហើយការរៀបចំនៅក្នុងហាងគឺស្អាតមែនតើមានអនាម័យគឺថាកលេចចេញមកឡើងភ្លឹងតែម្ដងបងប្អូនព្រោះដោយសារតែបងស្រីគឺជាអ្នកដែលស្អាតតែម្ដងហើយពេលដែល Two Sister ទៅនេះគឺរៀនសូត្របានច្រើនសម្បីតែការជ្រើសរើសសាច់ក៏គាត់គិតគូរបានល្អិតល្អន់ដែរដោយបាននិយាយនៅខាងដើមអញ្ចឹងសឹងថាពេលខ្លះយើងញ៉ាំខ្លួនឯងអត់បានគិតគូរដល់ប្រហែលគាត់ផងហើយតែតងជាមួយនឹងសាច់នេះគឺគាត់ប្រើជាប្រភេទសាច់ជ្រូកនៅក្នុងស្រុកអត់មានប្រើសាច់ជ្រូកនាំចូលទេគឺធានាថាជ្រូកក្នុងស្រុក 100% តែម្ដងណាហើយគាត់ជ្រើសរើសយកសាច់ដែលឆ្ងាញ់សាច់លេខ1ដែលគាត់ប្រាប់ថាគឺជាសាច់ជីឡាំងពុកម៉ែប្អូន Twister សូវស្គាល់ទេប៉ុន្តែដឹងត្រឹមថាសាច់ហ្នឹងគឺឆ្ងាញ់ហើយគាត់មានអេតបន្ថែមជាមួយនឹងទឹកដោះគោអញ្ចឹងនៅពេលដែលយើងញ៉ាំទៅគឺទទួលបានអារម្មណ៍មួយថាខ្ទិះឆ្ងាញ់ខុសពីសាច់ជ្រូកចៀនធម្មតាណាសូម្បីតែវិធីសាស្ត្រនៅក្នុងការចៀនសាច់ជ្រូករបស់គាត់ក៏ប្លែកដែរដែលកន្លងមកយើងធ្លាប់តែឃើញគេបន្លាសាច់ហើយបានយកទៅចៀនតាមក្រោយប៉ុន្តែនៅទីនេះវិញគឺអត់ទេគឺគាត់ដាក់សាច់ទាំងស្រស់នឹងចូលហើយបន្ទាប់មកបានគាត់ដាក់ទឹកសោះក៏ដូចជាគ្រឿងក្រៅចូលតាមក្រោយហើយមានអេតជាមួយនឹងទឹកដោះគោអញ្ចឹងរសជាតិឆ្ងាញ់ហើយសម្បីតែការជ្រើសរើសអង្ករយកមកដាំបាយពុកម៉ែប្អូនគឺគាត់ជ្រើសរើសយកអង្ករសែនក្អូបលេខ1យកមកដាក់ដាំអញ្ចឹងគឺថានៅពេលដែលយើងញ៉ាំទៅគឺឆ្ងាញ់មែនតើទាំងអង្ករទាំងសាច់ជាមួយនឹងជ្រូកក៏ដូចជាទឹកសោះរបស់គាត់នឹងមកគឺថាចូលជាតិគ្នាឆ្ងាញ់មែនតើអញ្ចឹង Twister recommend បើសិនជាពុកម៉ែប្អូនពេលព្រឹកអត់ដឹងថាទៅញ៉ាំបាយនៅណាទេគឺអាចទៅញ៉ាំបាយនៅផ្ទះចែកថុយបានឬមួយក៏អាចកំងតាម app ដឹងជូនក៏បានដែរគឺគាត់មាននៅក្នុង app Block ណាហើយអញ្ចឹងទេពុកម៉ែប្អូនអាចតាក់ទងទៅគាត់ផ្ទាល់សម្បីតែសាច់មាន់នេះក៏គាត់ប្រើជាប្រភេទមាន់ក្នុងស្រុកជាប្រភេទមាន់កសិកម្មដែលគេចិញ្ចឹមតាមស្រុកភូមិនិយាយទៅគឺគាត់គិតគូរពីអនាម័យមែនតើ Twister បានទៅភ្លក់ផ្ទាល់ឲ្យពុកម៉ែប្អូននិយាយទៅគឺរសជាតិរបស់គាត់ឆ្ងាញ់ហើយសម្រាប់តម្លៃវិញគឺមានចាប់ពី 8000 រៀលឡើងទៅហើយខាងនេះវិញគឺជាប្រភេទខអង្កែប៉ុណ្ណាគឺថាគាត់មានច្រើនជំរើសតែម្ដងបើថាពេលទៅដល់អត់ចង់ញ៉ាំបាយទេអាចកំងជាមួយនឹងខអង្កែបបរឬមួយក៏ខត្រីបបរក៏បានដែរហើយគាត់មានជាមួយនឹងសាឡាត់លក្ខណៈថាអ្នកដែលអត់ចង់ញ៉ាំបាយញ៉ាំសាច់ឡើងគីឡូអីអាចញ៉ាំជាមួយនឹងសាឡាត់ឬមួយក៏ទ្រីងរបស់គាត់ក៏ឆ្ងាញ់ដែរពុកម៉ែប្អូនហើយសម្រាប់ម្ទេសនេះវិញគឺគាត់ធ្វើខ្លួនឯងធានាថាមកឆ្ងាញ់ហិលហោះហ្មងនិយាយទៅគឺថា Twister ទៅដល់ទីនេះហើយអត់មានអី recommend ទេគឺមានតែពាក្យថាឆ្ងាញ់មួយម៉ាត់គាត់ព្រោះដោយសារតែនៅកន្លែងគាត់គឺរសជាតិឆ្ងាញ់មិនមែនចេះតែសើទេសម្រាប់អ្នកដែលជាម៉ួយផ្ទះបាយជាធុចអីគឺដឹងរសជាតិរបស់គាត់ស្រាប់ហើយបើថាភេសជ្ជៈនេះវិញទាំងជាប្រភេទកាហ្វេក៏ដូចជាតែក្រូចឆ្មានិយាយទៅគឺថាភេសជ្ជៈនៅកន្លែងគាត់គឺគាត់ធ្វើខ្លួនឯងតដៃថ្មីភ្លាមហើយគាត់មានច្រកដាក់ដបអញ្ចឹងគឺងាយស្រួលមែនតើហើយរសជាតិឆ្ងាញ់និយាយទៅគឺថាកម្រិតដែលគាត់ដាក់មកគឺ premium តែម្ដងហើយសម្រាប់ខអង្កែរបស់គាត់វិញពុកម៉ែប្អូនគឺឆ្ងាញ់ហើយគាត់មានមកជាមួយនឹងទឹកជ្រលក់អញ្ចេះនៅពេលដែលយើងជ្រលក់អញ្ចឹងទៅគឺអត់ទលាន់ទេហើយយើងញ៉ាំជាមួយនឹងបបរអញ្ចេះគឺថាក្តៅហើយមកអូយពុកម៉ែប្អូនជាតិមែនតើ Twister បញ្ចូលសលេងបដាចាប់ផ្ដើមនឹកឃើញឃ្លានទៀតហើយបើថាខត្រីរបស់គាត់វិញសាច់ត្រីឡើងទន់ល្មើយហ្មងអញ្ចឹងសម្រាប់ពុកម៉ែប្អូនដែលបានឃើញវីដេអូនេះហើយចាប់អារម្មណ៍ចង់ទៅញ៉ាំគឺអាចទៅបានគាត់មានបើកលក់ចាប់ពីម៉ោង 6 កន្លះព្រឹករហូតដល់ម៉ោង 3 រសៀលណាហើយបើថាតឡងខាងនេះវិញតាំងពីក្មេងរហូតដល់មនុស្សចាស់អត់ថ្មិញគឺអាចញ៉ាំនៅកន្លែងគាត់បានព្រោះដោយសារតែតឡងរបស់គាត់គឺថាឡងល្មួនល្អតែម្ដងជាពិសេសហ្នឹងគឺទឹកសោះណាសម្រាប់ក្មេងៗដែលអត់ចូលចិត្តញ៉ាំបន្លែបានតែញ៉ាំនៅផ្ទះបាយជាធុចហើយគឺដឹងតែត្រូវចិត្តហ្មងព្រោះដោយសារតែទឹកសោះរបស់គាត់នេះគឺឆ្ងាញ់មែនតើហើយគាត់ក៏មានលក់ជាមួយនឹងតៅហ៊ូកូវ៉ាងដែរអ្វីដែលកាន់តែពិសេសហ្នឹងគឺថានៅផ្ទះបាយចេះធុចមានទទួលរៀបចំបាយគ្រប់កម្មវិធីតែម្ដងដូចជាមង្គលការហើយចំនួនប្រជុំនិងសិក្ខាសាលាផ្សេងអញ្ចឹងសម្រាប់បងប្អូនដែលមានគម្រោងចង់រៀបចំកម្មវិធីអីអាចតាក់ទងទៅផ្ទះបាយចេះធុចបានសម្រាប់ព័ត៌មានលម្អិត Twister នឹងដាក់នៅលើ caption ក៏ដូចជាក្នុង comment ហើយនៅផ្ទះបាយចេះធុចគឺគាត់មានទទួលចាប់ពី10ប្រអប់រហូតដល់5ទៅ600ប្រអប់ណាហើយសម្រាប់ការកម្មងចាប់ពី100ប្រអប់ឡើងទៅនឹងមានការ free ដឹងជូនទៀតនិយាយទៅគឺពិសេសមែនតើមួយទៀតតាក់ទងជាមួយនឹងការកម្មងបាយក្រៅតែពីពុកម៉ែប្អូននៅក្នុងបរិយាពេញហួតបឹងស្នោអ្នកនៅខាងក្រៅក៏អាចកម្មងបានដែរសម្បីតែ Twister មកដល់ផ្លូវ598ជាសុផារ៉ាក៏គាត់ដឹកមកដល់ខាងនឹងដែរនិយាយទៅគឺថាដឹកបានទៅដល់គ្រប់ទីកន្លែងតែម្ដងគ្រាន់តែថ្លៃ delivery អីគឺអាស្រ័យទៅតាមទីតាំងចិត្តឬមួយក៏ឆ្ងាយប៉ុន្តែដឹងត្រឹមថារសជាតិនៅកន្លែងគាត់គឺឆ្ងាញ់មែនតើវីដេអូរបស់ Twister មានតែប៉ុណ្្នឹងទេបាយ